អ្វីទៅជា Office Syndrome Office Syndrome ឬវិបត្តិសាច់ដុំនិងសន្លាក់ឆ្អឹងបណ្ដាលមកពីការអង្គុយធ្វើការងារយូរគឺជាបណ្ដារោគសញ្ញានៃការឈឺចាប់ដែលមានដូចជាការលាកសាច់ដុំឬសន្លាក់ឆ្អឹងកកស្មាសាច់ដុំខ្នងនិងចង្កេះវាបណ្ដាលមកពីការរងសម្ពាធសង្កត់មួយកន្លែងរយៈពេលយូរដូចជាការអង្គុយនៅពីមុខអេក្រង់កុំព្យូទ័ររាប់ម៉ោងជាដើមតើអ្នកប្រឈមនឹងការកើតមាន Office Syndrome ដែរឬទេតើអ្នកដឹងទេម្នាក់ក្នុងចំណោមបុគ្គលិកការិយាល័យ5នាក់មានបញ្ហាពាក់ព័ន្ធនឹងសាច់ដុំនិងសន្លាក់ឆ្អឹងក្នុងចំណោមបុគ្គលិកធ្វើការនៅការិយាល័យស្ទើរតែ 72% មានវិបត្តិសាច់ដុំនិងសន្លាក់ឆ្អឹងបណ្ដាលមកពីសកម្មភាពអេរិយាបថនៅមួយកន្លែងពេលដែលពួកគេធ្វើការដែលក្នុងនោះច្រើនជាងពាក់កណ្ដាលស្មើនឹង 58.1% មានបញ្ហាឈឺចង្កេះជាពិសេសក្នុងចំណោមអ្នកដែលចំណាយពេលធ្វើការលើសពី8ម៉ោងក្នុងមួយថ្ងៃរោគសញ្ញានៃ Office Syndrome ដែលកើតមានញឹកញាប់រួមមានឈឺក្បាលឈឺជុំវិញភ្នែកឈឺខ្នងនិងចង្កេះឈឺចុករត់កញ្ចឹងកឈឺកដៃឬម្រាមដៃមួយចំនួនឈឺស្ពឹកកជើងឬបាតជើងឬមានការឈឺចាប់សាច់ដុំដែលអាចមានសភាពភ្លាមៗឬរ៉ាំរ៉ៃនៅតំបន់ជាក់លាក់មួយចំនួន